មានដើមកំណើតនៅក្នុងទីក្រុងជីណូអានៃប្រទេសអ៊ីតាលីលោកគ្រីស្តុបកូឡុំកើតនៅឆ្នាំ1451ក្នុងគ្រួសារជាអ្នកត្បាញក្រណាត់ដែលធ្វើពីរោមចៀមនៅអាយុ14ឆ្នាំលោកបានធ្វើការនៅលើនាវាជាអ្នកនាំសារជាអ្នកបើកនាវាទូទៅនិងជាអ្នកបើកនាវាឯកជនផងដែរនៅអាយុ16ឆ្នាំគាត់បានធ្វើដំណើររហូតទៅដល់ឆ្នេរសមុទ្រហ្គីណេគាត់បានរស់នៅនិងរៀបការនៅក្នុងទីក្រុងលេស្បុនប្រទេសព័រទុយហ្គាល់នាឆ្នាំ1478ពេលនោះគាត់មានកូនប្រុសម្នាក់ឈ្មោះថាឌីអេហ្គោគាត់ក៏បានផ្លាស់ប្ដូរទៅរស់នៅលើកោះម៉ាដេរ៉ាគាត់ជាមនុស្សដែលចូលចិត្តការរកស៊ីតាមសមុទ្រជាខ្លាំងក្រោយពីប្រពន្ធរបស់គាត់បានទទួលមរណភាពគាត់ក៏បានធ្វើដំណើរតាមសមុទ្រទៅកាន់ប្រទេសអាហ្វ្រិកទីនោះហើយដែលជាកន្លែងមួយដែលគាត់បានដឹងរឿងរ៉ាវជាច្រើនពីមហាសមុទ្រអាត្លង់តិកដែលតាក់ទងទៅនឹងចរន្តទឹកនិងខ្យល់គាត់បានស្វែងរកការគាំទ្រចំពោះគម្រោងរបស់គាត់នៅក្នុងប្រទេសព័រទុយហ្គាល់អស់រយៈពេលពេញមួយទសវត្សរ៍ប៉ុន្តែមិនទទួលបានការគាំទ្រនោះឡើយទោះបីជាគ្មានការគាំទ្រគាត់នៅតែមិនបោះបង់មហិច្ឆតាក្នុងការរុករកទៅកាន់អាស៊ីរហូតដល់ឆ្នាំ1492ព្រះមហាក្សត្រីអ៊ីសាបែលនិងព្រះមហាក្សត្រហ្វឺឌីណាងទី2នៃប្រទេសអេស្ប៉ាញបានសម្រេចចិត្តគាំទ្រគំនិតរបស់គាត់នៅឆ្នាំ1492គាត់បានចាប់ផ្ដើមធ្វើដំណើរជាមួយនាវាចំនួន3គ្រឿងមានដូចជានីណាពីនតានិងសាន់តាម៉ារីយ៉ានិងសហសិបិកចំនួនប្រហែល90នាក់ក្នុងសម័យនោះការធ្វើដំណើរតាមសមុទ្រគឺពោរពេញទៅដោយគ្រោះថ្នាក់ព្រោះគ្មានផែនទីច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃគាត់បានជួបប្រទះនៅផលលំបាកជាច្រើនដូចជាការខ្វះខាតអាហារជួបទឹករលកធំនិងនាវិករបស់គាត់ចាប់ផ្ដើមមានការភ័យខ្លាចអស់រយៈពេល2ខែគាត់បានរកឃើញកោះការ៉ាបៀនម្ដុំអាមេរិកខាងជើងហើយក៏បានគិតថាពួកគាត់បានទៅដល់អាស៊ីនៅឆ្នាំ1493គាត់បានធ្វើដំណើរត្រឡប់មកប្រទេសអេស្ប៉ាញវិញពេលនោះនាវាសាន់តាម៉ារីយ៉ាណាត្រូវបានលេចហើយនាវាពីតានត្រូវបានសហសិបិករបស់គាត់បើកឆ្ពោះទៅកាន់ទិសដៅរបស់គេដោយសារតែការសន្និដ្ឋានខុសគាត់មិនបានទៅដល់អាស៊ីនេះទេនៅឆ្នាំ1493គាត់បានធ្វើដំណើររុករកជាលើកទី2ជាមួយនាវាចំនួន17គ្រឿងនិងសហសិបិកចំនួនប្រហែល1200នាក់ដើម្បីស្វែងរកមាសនិងចាប់ជនជាតិឥណ្ឌាធ្វើជាទាសករនៅឆ្នាំ1498គាត់បានធ្វើដំណើររុករកជាលើកទី3ជាមួយនាវាចំនួន6គ្រឿងឆ្ពោះទៅកាន់តំបន់ Trinidad ប្រទេស Venezuela គាត់គឺជាជនជាតិអឺរ៉ុបដំបូងគេបង្អស់ដែលបានទៅដល់ទ្វីបអាមេរិកនៅឆ្នាំ1502គាត់បានធ្វើដំណើររុករកជាលើកទី4ជាមួយនាវាចំនួន4គ្រឿងឆ្ពោះទៅកាន់អាមេរិកកណ្ដាលមានដូចជា Honduras, Panama, Mexico និង Costa Rica ពេលគាត់ធ្វើដំណើរលើកនេះគាត់បានជួបឧបសគ្គដែលគួរឲ្យខ្លាចនិងគ្រោះថ្នាក់បំផុតគាត់បានធ្លាក់ខ្លួនឈឺដោយសារជំងឺដូចជាគ្រុនក្តៅឈឺសន្លាក់និងឈឺភ្នែកហើយបានសម្រាប់ព្យាបាលនៅទីនោះអស់រយៈពេលយ៉ាងយូរដោយសារតែជំងឺរបស់គាត់ក៏បានបង្ខំចិត្តត្រឡប់មកវិញរហូតដល់ឆ្នាំ1506គាត់ក៏បានទទួលមរណភាពការធ្វើដំណើររបស់គាត់តាមសមុទ្រនេះបានធ្វើឲ្យគាត់ល្បីល្បាញពាសពេញអឺរ៉ុបទោះបីជាការរុករករបស់គាត់មិនទាន់ទទួលបាននូវជោគជ័យធំដុំយ៉ាងណាក៏ដោយក៏គាត់នៅតែជាផ្នែកមួយនៃប្រវត្តិសាស្ត្រពិភពលោក
ដែលមនុស្សមិនអាចមើលរំលងបានឡើយ។